កម្ពុជាបញ្ជាឲ្យថៃលុបចេញជាបន្ទាន់ករណីចុះបញ្ជីប្រាសាទតាមុនប្រាសាទតាក្របីជាសម្បត្តិជាតិរបស់ខ្លួនក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានដាក់ចេញលិខិតតវ៉ាជាផ្លូវការជំទាស់ដាច់ខាតនិងបានអំពាវនាវឲ្យរដ្ឋាភិបាលថៃលុបចោលជាបន្ទាន់ករណីការចុះបញ្ជីបណ្ដុំប្រាសាទតាមុនប្រាសាទតាក្របីប្រាសាទតាខ្នានិងទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាចូលទៅក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ប្រទេសថៃកម្ពុជាចាត់ទុកសកម្មភាពនេះថាជាទង្វើខុសច្បាប់និងជាការរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាដែលគ្មានអានុភាពតាមផ្លូវច្បាប់ឡើយក្រសួងវប្បធម៌កម្ពុជាបានបញ្ជាក់ថាបញ្ហាអធិបតេយ្យភាពនិងការកំណត់ព្រំដែនរវាងកម្ពុជាថៃមិនអាចដោះស្រាយតាមការធ្វើសកម្មភាពឯកតោភាគីបានទេប៉ុន្តែត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិនិងឯកសារពាក់ព័ន្ធជាពិសេសសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ព្រមទាំងយន្តការទ្វេភាគីដែលប្រទេសទាំងពីរបានឯកភាពគ្នាក្នុងនោះរួមមានអនុសរណៈយោគយល់គ្នាឆ្នាំ2000ផែនការមេឆ្នាំ2003ឬហៅថា TOO 2003និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន JBC ដែលជាយន្តការផ្លូវការសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជាបន្តបដិញ្ញាចិត្តក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធីនិងដោយផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ